បងប្អូនមានដឹងទេប្រទេសអូស្ត្រាលីយើងក៏មានខ្មោចដែរអញ្ចឹងបើសិនជាបងប្អូនចង់ដឹងច្បាស់ចូលក្នុងវីដេអូនេះហើយស្ដាប់ខ្ញុំទាំងអស់គ្នាក្នុងឆ្នាំ2018បងប្អូនហើយមើលខ្ញុំនិយាយមកភើរោម2018ខ្ញុំបានមកក្នុងប្រទេសអូស្ត្រាលីបានមួយឆ្នាំហើយបន្តមកខ្ញុំធ្វើការនៅក្នុងមន្ទីរពេទ្យមួយដែលគេហៅថាខាងបោះសម្អាតអញ្ចឹងណាបងប្អូនហើយបន្តមកក្នុងហ្នឹងគេមាន2នាក់ហើយចាប់ពីម៉ោងដូចជាគេចាប់ពីម៉ោង6អីទៅគេចាប់ដើមឲ្យយើង start clean ហើយបន្តមកគ្នាខ្ញុំ2នាក់ហ្នឹងគឺខ្ញុំ clean ពីមួយកន្លែងទៅមួយកន្លែងមួយកន្លែងទៅមួយកន្លែងរហូតដល់មន្ទីរពេទ្យមួយហ្នឹងគឺគាត់ធំហ្មងលក្ខណៈ2ជាន់ហើយទៅក៏ប៉ិតរឿងនឹង view ខ្ញុំអត់ចង់និយាយទេខ្ញុំនឹកឃើញថាបងប្អូនយកចិត្តស្ដាប់រឿងខ្មោចអញ្ចឹងក៏ខ្ញុំនិយាយទៅហើយពេលដែលមកដល់មន្ទីរពេទ្យហ្នឹងវា2ជាន់ហើយបន្តមកពេលដែលខ្ញុំ clean ណាពេលដែលខ្ញុំចាប់ដើមសម្អាតហ្មងធម្មតាគឺខ្ញុំអ្នកខាងបូមcarpet គេហៅព្រំណាធម្មតានៅមន្ទីរពេទ្យមួយគេមានព្រំហើយនឹងអាការ៉ូគេបន្ទាប់មកពេលដែលខ្ញុំចាប់ដើម clean ណាបងប្អូនដឹងខ្ញុំជួបអីទេគឺខ្ញុំជួបគេហៅថាយាយដូចយាយរៀងយាយចាស់ហើយខ្ទង់ដូចអាយុដូច7ជាងចូលដូចខ្ទង់8អីចឹងហើយខ្ញុំនៅចាំនៅក្នុងខួរក្បាលខ្ញុំដល់លើគឺគាត់អង្គុយស្ងៀមហ្មងគាត់អង្គុយស្ងៀមហើយបងប្អូនហើយគឺគាត់អត់មានជើងទេហើយពេលដែលខ្ញុំមុនដំបូងខ្ញុំចេះតែបូមយើងយកអាម៉ាស៊ីនបូមធ្លីយើងចេះបូមណាអាក្រូហ្នឹងទៅខ្ញុំថាមកមិន10ហើយមិនបាននៅមានគេហៅនៅមានអ្នកជំងឺមកមើលទៀតហើយមកអង្គុយចាំដូចចាំដេករៀងដុកទ័រអញ្ចឹងណាហើយបងប្អូនអើយអត់មានកជើងទេកជើងអត់មានទេពេលខ្ញុំអត់ឃើញកជើងអញ្ចឹងបងប្អូនខ្ញុំធ្វើអីអត់ខ្ញុំតម្លាក់តាមម៉ាស៊ីនបូមនឹងហើយខ្ញុំចុះទៅក្រោមទៅអង្គុយក្នុងឡានហ្មងហើយសំបីបងស្រីហ្នឹងគាត់ហៅបងស្រីដែល clean អ្នកសម្អាតមួយខ្ញុំហ្នឹងក៏ខំហៅខ្ញុំថាមិនអើយមកឃើញស្បែកខ្ញុំខំប្រាប់គាត់ពីក្រោមឡើងទៅលើថាអូខ្ញុំអត់ clean ទេខ្ញុំឈប់ clean ទេខ្ញុំអង្គុយចាំមួយឯងនៅក្នុងឡានអញ្ចឹងទោះតែព្រឹកស្អែកទៅខ្ញុំប្រាប់គាត់បានគាត់ភ្ញាក់ផ្អើលហ្មងគាត់ថាគាត់នឹកស្មានថាវាអញ្ចឹងតែហេតុតែខ្ញុំប្រាប់គាត់ណាកន្លែងហ្នឹងយប់ហ្នឹងគឺគាត់នេះហ្មងហើយបងប្អូនចង់ដឹងម្នាក់ដែលខ្ញុំនិយាយដែលខ្ញុំធ្លាប់ clean ហ្នឹងគាត់ឈ្មោះបងសាវីគឺខ្ញុំធ្លាប់រាប់អានមួយគាត់តាំងគាត់ស្គាល់ខ្ញុំតាំងពីទូចមកហ្មងតាំងពីខ្ញុំនៅខ្មែរនៅអីចឹងទៅហើយស្ពេចមកនេះក៏យើងបាននៅរត់មួយគ្នាក៏ខ្ញុំរាប់អានគ្នាដូចបងស្រីចឹងណាហើយអូយថាលើកទី1ហ្មងដែលខ្ញុំឃើញច្បាស់ផ្ទាល់ភ្នែកហ្មងយល់ដូចមិនលើកទី1ដូចលើកទី2ទី3ដែលខ្ញុំធ្លាប់ឃើញវិញ្ញាណចឹងហើយតាមតែខ្ញុំចង់ធ្វើវីដេអូបែបចឹងយូរហើយតែខ្ញុំនឹកឃើញក៏ខ្ញុំយកមកចែកម្លែកបងប្អូនហើយបងប្អូនជឿអត់ជឿអាហ្នឹងក៏ជឿលើតាមបងប្អូនដែរអានេះគឺខ្ញុំឃើញផ្ទាល់ក្នុងភ្នែកហ្មងអញ្ចឹងក៏ប៉ិតមានរឿងច្រើនតែខ្ញុំចង់និយាយខ្ញុំជឿធ្វើមកវគ្គអញ្ចឹងណាជឿសង្ឃឹមថាបងប្អូនចូលចិត្តនៅវីដេអូមួយនេះចូល Subscribe ខ្ញុំម្នាក់មួយមើលខ្ញុំនៅនិយាយរឿងតទៀត